ยนต์ Ford Territory ស៊េរីឆ្នាំ2026ផលិតនៅកម្ពុជាដោយប្រជាជនកម្ពុជាបានដាក់បង្ហាញជាផ្លូវការហើយព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីលោកងនសាំងអគ្គនាយកនៃក្រុមហ៊ុន AMA Cambodia រួមទាំងគណៈគ្រប់គ្រងបងប្អូនអ្នកសារព័ត៌មានអ្នកផលិតមាតិកានិងអតិថិជនប្រមាណជាង2500តាមប្រសាសន៍លោកងនសាំងអគ្គនាយកនៃក្រុមហ៊ុន AMA Cambodia បានឲ្យដឹងថារថយន្ត Ford Territory ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាប្រភេទរថយន្ត Compact SUV ដែលស្អាតឆ្លាតនិងទំនើបជាងគេនិងកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយឥឡូវនេះរថយន្ត Ford Territory ត្រូវបានរចនារូបរាងថ្មីទំនើបធំទូលាយប្រកបដោយផាសុកភាពរួមទាំងមានបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Ford ផងដែររថយន្ត Ford Territory នេះគឺត្រូវបានផលិតឡើងនៅរោងចក្រ Ford ដែលមានទីតាំងស្ថិតនៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ដោយស្នាដៃកូនខ្មែរដែលសុទ្ធតែជាបុគ្គលិកជំនាញខាងផ្នែកយានយន្តដូចនេះយើងអាចនិយាយដោយមោទនភាពថារថយន្ត Ford Territory គឺជារថយន្តផលិតនៅកម្ពុជាដោយប្រជាជនកម្ពុជាជាមួយកម្រិតស្តង់ដារពិភពលោករថយន្ត Ford Territory ស៊េរីឆ្នាំ2026មានការរចនាផ្នែកខាងមុខថ្មីស្រឡាងដោយការរចនាភ្លើង LED បែប 3D ដោយនៅពន្លឺភ្លឺច្បាស់រួមជាមួយនឹងភ្លើងបំភ្លឺពេលថ្ងៃដែលផ្ដល់នូវរូបរាងដ៏ស្រស់ស្អាតនិងស៊ីវិល័យរួមទាំងមានការរចនាយ៉ាន់ទំហំ19អ៊ីងថ្មីដែលផ្ដល់នូវភាពរឹងមាំនិងស្រស់ស្អាតបន្ថែមទៀតស័ក្តិសមសម្រាប់អតិថិជនគ្រប់រូបកៅអីរថយន្តក៏ត្រូវបានរចនារូបរាងថ្មីធំទូលាយដែលមានបំពាក់មកនៅខ្នើយទម្រេតក្បាលបែបថ្មីចំណែកឯកៅអីអង្គុយគឺជាប្រភេទពុកស្បែកប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅរំលេចដោយថ្នេរពណ៌ទឹកក្រូចតំណាងឲ្យថ្ងៃរះយ៉ាងស្រស់ស្អាតរួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់និងមានដំបូលកញ្ចក់យ៉ាងធំរួមចំណែកផ្ដល់នូវភាពស្រស់ស្រាយនៅពេលបើកបររថយន្ត Ford Territory ស៊េរីឆ្នាំ2026ត្រូវបានបំពាក់ដោយម៉ាស៊ីនទំហំ 1.5 លីត្រ EcoBoost 4 ស៊ីឡាំងថ្មីបង្កើនកម្លាំងសេះ 163 PS និងកម្លាំងរមួល 250 Nm បំពាក់ដោយចង្កឹះលេខអេឡិចត្រូនិកបង្វិល Rotary E-Shifter ដ៏ទំនើបនិងមានប្រអប់លេខ 7 វគ្គអូតូធ្វើឲ្យការបើកបរកាន់តែរលូនងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរថយន្ត Ford Territory ស៊េរីឆ្នាំ2026បំពាក់ដោយអេក្រង់ Digital ទំហំ12អ៊ីងនិងអេក្រង់ Touch Screen ទំហំ 12.3 អ៊ីងជាមួយនឹងរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មីងាយស្រួលប្រើប្រាស់និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដែលឥតខ្សែរួមទាំងមានប្រព័ន្ធកាមេរ៉ា360ដឺក្រេកម្រិតខ្ពស់ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បានដោយយើងអាចចុចបង្វិលមើលរថយន្តមួយជុំនិងមានប្រព័ន្ធកាមេរ៉ា Digital នៅកញ្ចក់មើលក្រោយងាយស្រួលនៅពេលថយក៏ដូចជាចេញចូលច្រកផ្សេងៗរួមទាំងមានប្រព័ន្ធភ្លើងលម្អផ្នែកខាងក្នុងរថយន្តចម្រុះពណ៌ដែលធ្វើឲ្យការបើកបរនាពេលរាត្រីកាន់តែរស់រវើករួមជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជាពីរផ្នែកដែលមានប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 ហើយលើពីនេះទៀតរថយន្ត Ford Territory ស៊េរីឆ្នាំ2026មានបំពាក់ដោយប្រព័ន្ធបំពងសំឡេង 3D ម៉ាក Academy ដ៏ល្បីល្បាញរបស់ប្រទេសបារាំងដែលបង្កើតបាននូវសំឡេង Surround Sound យ៉ាងពិរោះរណ្ដំផ្ដល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបររថយន្ត Ford Territory ស៊េរីឆ្នាំ2026ក៏មានតម្លៃពិសេសត្រឹមតែ$42,900តែប៉ុណ្ណោះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Territory ស៊េរីឆ្នាំ2026និងព័ត៌មានបន្ថែមសូមទំនាក់ទំនងផ្នែកលក់តាមសាខា Ford ទូទាំងប្រទេសកម្ពុជា